វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងផ្ដល់អាហារូបករណ៍ 1400 កន្លែងលើ 21 មុខជំនាញនិងមានប្រាក់ឧបត្ថម្ភដល់យុវជនមកពីគ្រួសារក្រីក្រវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ដល់អាហារូបករណ៍ចំនួន 1400 កន្លែងលើ 20 មុខជំនាញដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យមុខជំនាញទាំង21នោះរួមមានការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារការងារកំបោរការងារការ៉ូការដំឡើងសរសៃដែកការដំឡើងបណ្ដាញបំពង់ទឹកការដំឡើងគ្រឿងឈើសម្រាប់សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានការផ្សារអគ្គិសនីការកែច្នៃបន្លែនិងផ្លែឈើការផលិតនំការចម្អិនម្ហូបការងារគេហកិច្ចសេវាកម្មម្ហូបអាហារនិងភេសជ្ជៈសេវាកម្មបសុព្យាបាលការបណ្ដុះថែទាំនិងប្រមូលផលដំណាំផ្សិតការដាំថែទាំនិងប្រមូលផលដំណាំបន្លែការដាំថែទាំនិងប្រមូលផលដំណាំស្វាយកែវរមៀតការដាំថែទាំការប្រមូលផលដំណាំស្វាយចន្ទីការចិញ្ចឹមថែទាំនិងប្រមូលផលត្រីប្រាការថែទាំនិងបង្កាត់មេពុយត្រីការចិញ្ចឹមថែទាំនិងប្រមូលផលសត្វការសិក្សាវគ្គថ្មីនឹងចាប់ផ្ដើមរៀងរាល់ដើមខែនីមួយៗសម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀនសូមតាក់ទងទៅកាន់ទូរស័ព្ទលេខ086 40 3104និង099 75 99 90ឬអញ្ជើញមកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងដោយផ្ទាល់ដែលមានអាសយដ្ឋានផ្លូវជាតិលេខ57ភូមិអណ្ដូងព្រីងសង្កាត់អូម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបងខាងលិចរង្វង់មូលនាងរំសាយសក់ចម្ងាយ 1500 ម៉ែត្រ